លោកលីខ្វាន់យូបានយំក្រោយពេលសង្ហបុរីប្រកាសឯករាជ្យចេញពីប្រទេសម៉ាឡេស៊ីនៅក្នុងឆ្នាំ1965សង្ហបុរីគ្រាន់តែជាកោះក្រីក្រមួយដែលពោពេញដោយតំបន់អនាធិបតេយ្យគ្មានទឹកសាបប្រើប្រាស់គ្មានធនធានធម្មជាតិនិងគ្មានកងទ័ពឡើយហើយសូម្បីតែពលឺនៃអនាគតនឹងក៏អត់ដឹងថាទៅណាទៅណីដែរពេលនោះក្រោយពេលដែលប្រកាសឯករាជ្យចេញពីសហព័ន្ធម៉ាឡេស៊ីលោកលីខ្វាន់យូដែលជាមេដឹកនាំថ្មីថ្មោងបានទប់ទឹកភ្នែកបញ្ចប់និងបានយំនៅលើកញ្ចក់ទូរទស្សន៍បន្តផ្ទាល់តែម្ដងព្រោះលោកគិតថាប្រទេសមួយនេះមុខជាត្រូវចប់ត្រឹមនឹងហើយប៉ុន្តែអ្វីដែលបានកើតឡើងបន្ទាប់មកគឺជាការផ្លាស់ប្ដូរដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបត្រឹមតែក្នុងរយៈពេលមួយចំនួនមនុស្សប៉ុណ្ណោះលោកលីខ្វាន់យូបានលុបបំបាត់អំពើពុករលួយនិងពង្រឹងច្បាប់ទម្លាប់យ៉ាងតឹងរ៉ឹងបំផុតលោកលីខ្វាន់យូបានបើកចំហប្រទេសទៅកាន់ពិភពលោកដើម្បីទាក់ទាញការវិនិយោគនិងការប្រែក្លាយកោះដ៏កំសត់នេះទៅជាប្រទេសអ្នកមានសេដ្ឋកិច្ចរឹងមាំមានយោធាខ្លាំងក្លាហើយប្រទេសសង្ហបុរីបានក្លាយជាប្រទេសដែលមានជាងប្រទេសជិតខាងមានសុវត្ថិភាពជាងទីក្រុងញូវយ៉កនិងមានបរិស្ថានស្អាតជាងទីក្រុងឡុងទៅទៀតលើពីនេះទៅទៀតសប្តាហ៍ថ្ងៃសង្ហបុរីបានក្លាយជានិមិត្តរូបនៃភាពជោគជ័យដែលប្រទេសជាច្រើនក្នុងលោកយកធ្វើជាគំរូ